អូខេជំរាបសួរពុកម៉ែបងប្អូនអរគ្នាបងប្អូនច្បាស់ជាស្គាល់ហើយអ្នកដែលរស់នៅទឹកដីភូមិព្រៃថ្នោតបាទភូមិព្រៃថ្នោតឃុំព្រៃថ្នោតហ្នឹងតាក់ទងនឹងទីតាំងនេះគឺជាទីស្នាក់ការមួយរបស់សហគមន៍នេសាទព្រៃថ្នោតអញ្ចឹងបងប្អូនចង់ដឹងថាតាក់ទងទៅនឹងទីស្នាក់ការបាទនៃសហគមន៍ព្រៃថ្នោតនេះមានការរៀបចំបានស្អាតប៉ុណ្ណាបងប្អូនទៅមើលតាក់ទងទៅនឹងការឌីក័រក៏ដូចជាបន្ទប់ទឹកនៅក្នុងទីស្នាក់ការជាមួយខ្ញុំបាទអរគ្នាតោះបងប្អូនឥឡូវបងប្អូនចូលក្នុងបាទបងប្អូនខាងក្នុងគឺមានការឌីក័រស្អាតមែនទែនបងប្អូនបាទនេះគឺជាទីស្នាក់ការមួយដែលស្អាតបាទស្អាតយរុំខ្ញុំមើលឃើញតាក់ទងទៅនឹងទីស្នាក់ការនេះគឺស្អាតជាងសហគមន៍ផ្សេងដោយសារតែសហគមន៍ផ្សេងគឺអត់ទាន់មានការឌីក័រការធ្វើឡើងមានភាពស្អាតប្រណិតដោយសហគមន៍នេសាទព្រៃថ្នោតទេបងប្អូនមើលពីបរិវេណជុំវិញបាទនៃក្នុងសហគមន៍ក៏ដូចជាក្នុងទីស្នាក់ការសហគមន៍នេសាទព្រៃថ្នោតនេះគឺយើងមើលឃើញថាស្អាតមែនទែនបងប្អូនបាទគឺលាបឈើលក្ខណៈខ្មៅទៅឈើកញ្ញុងអញ្ចឹងគឺមើលទៅគឺស្អាតដែរបងប្អូនឥឡូវបងប្អូនចង់ដឹងថាតកតងទៅនឹងបន្ទប់ទឹកបាទមានការឌីក័រហើយធ្វើឡើងស្អាតបានប្រមាណភាគរយបងប្អូនចាំទៅទស្សនាតកតងទៅនឹងបន្ទប់ទឹកមួយនឹងខ្ញុំបាទអរគ្នាបងប្អូនខ្ញុំចង់បញ្ជាក់ថាតកតងនឹងទីតាំងទីស្នាក់ការសហគមន៍នេសាទព្រៃថ្នោតនេះគឺអាចឲ្យបងប្អូនបាទបោះតង់បាទលក្ខណៈគ្រួសារក្រុមការងារនិយាយទៅបានបោះតង់បាន4-10តង់បងប្អូនមើលពីបរិវេណជុំវិញហ្នឹងទៅបាទគឺធំទលាយមែនតើហើយអ្វីដែលពិសេសនោះបងប្អូនឃើញបាទទេសភាពបងប្អូនមើលខាងស្ដាំខាងឆ្វេងដៃរបស់ខ្ញុំនេះបាទខាងឆ្វេងដៃនេះគឺឃើញសមុទ្របាទធំល្វឹងល្វើយបាទឃើញកោះសេះបាទកោះត្រល់បានកោះផ្សេងទៀតជាច្រើនបងប្អូនហើយទេសភាពស្អាតខ្លាំងបងប្អូនកោះសេរីតែម្ដងបាទទេសភាពហើយពេលល្ងាចបើសិនជាបងប្អូនមកស្នាក់នៅពេលល្ងាចបងប្អូនអាចនឹងមើល sunset បានបាទជាពិសេសគឺថ្ងៃលិចស្អាតខ្លាំងបងប្អូនហើយនៅបរិវេណនេះបងប្អូនដែលចូលចិត្តបោះតង់បាទរកម្ហូបលក្ខណៈបែបធម្មជាតិបងប្អូនអាចមកទីតាំងនេះបានដោយសារតែទីតាំងសហគមន៍នេសាទព្រៃថ្នោតគឺមានធនធានធម្មជាតិសម្បូរបែបហើយក៏មានការអភិរក្សជាច្រើនទៅលើសត្វសមុទ្របងប្អូនបាទហើយឥឡូវនេះបងប្អូនឃើញខាងក្រោយខ្ញុំនេះមានទូកមួយហ្នឹងបាទមានទូកមួយហ្នឹងគឺកំពុងតែមានការតម្លាក់ថ្មដើម្បីអភិរក្សនៅបរិវេណបាទសហគមន៍នេសាទព្រៃថ្នោតនេះដើម្បីឲ្យធនធានធម្មជាតិមានការកើនឡើងនិងកុំឲ្យផុតពូជបងប្អូនបាទហើយសហគមន៍នេសាទព្រៃថ្នោតក៏មានសេវាកម្មជាច្រើនបាទមានសេវាកម្មជួលទូកបាទមើលត្រីផ្សោតបាទមើលតាក់ទងទៅនឹងជីវៈចម្រុះដែលនៅក្នុងសមុទ្រហ្នឹងបាទក្នុងបាតសមុទ្រហ្នឹងហើយតើលោកបងប្អូនកុំឲ្យខាត់ពេលយូរខ្ញុំឲ្យបងប្អូនមើលតាក់ទងទៅនឹងបន្ទប់ទឹកបាទតើសហគមន៍នេសាទព្រៃថ្នោតហ្នឹងមានការឌីក័រស្អាតប៉ុណ្ណាបងប្អូនបាទបងប្អូននេះចូលក្នុងទាំងអស់គ្នាបាទនេះគឺជាការឌីក័រនិងការធ្វើឡើងរបស់សហគមន៍នេសាទព្រៃថ្នោតតាក់ទងទៅនឹងបន្ទប់ទឹកមួយគឺស្អាតខ្លាំងបងប្អូនគឺបណ្ឌិតដូចនិយាយទៅយើងមើលដូច resort ចឹងបងប្អូនបាទដូច resort ចឹងគឺឥឡូវនេះគឺបានធ្វើឡើងសម្រាប់ 100% បងប្អូនបាទគឺយើងអាចប្រើប្រាស់បានហើយតាក់ទងទៅនឹងបន្ទប់ទឹកក៏ដូចជាបង្គន់អនាម័យនេះគឺយើងអាចប្រើប្រាស់បានបងប្អូនគឺស្អាតមែនទែនបងប្អូនបាទដូចបន្ទប់ទឹកដូចជាបង្គន់អនាម័យតាក់ទងទៅនឹង resort ទេសនាផ្សេងៗយ៉ាងអត់ចាញ់គ្នាបងប្អូនបាទអត់ចាញ់គ្នាទេហើយបងប្អូនតាក់ទងទៅនឹងទីតាំងនេះគឺមិនមែនមានបន្ទប់ទឹកតែមួយទេបងប្អូនបាទគឺមាន5ទឹមគ្នាអញ្ចឹងបងប្អូនអស់បារម្ភក្នុងការបោះតង់បាទយប់ប្រលប់ខ្លាចអត់មានកន្លែងបាទបត់ជើងបត់ដៃហ្នឹងបងប្អូនអត់ដឹងថាទៅរកបត់ជើងនៅណាឆ្ងាយពេកដោយសារតែយើងគិតចម្ងាយពីទីតាំងដែលយើងបោះតង់ទីស្នាក់ការនេះទៅកាន់ទីតាំងសហគមន៍បាទនៅចំណតយន្តបាទនៅចំណតរថយន្តហ្នឹងគឺឆ្ងាយប្រហែលជាខ្ទង់200ម៉ែត្របងប្អូនបាទ200-300ម៉ែត្រដែរ200ម៉ែត្រហ្នឹងហើយបងប្អូនឃើញខាងក្រោយខ្ញុំនេះបាទសិតតែបន្ទប់ទឹកបាទគឺមាន5បាទតម្រៀបជួរគ្នាបងប្អូនបាទគឺមួយជួរតែម្ដងអញ្ចឹងបងប្អូនអស់ការបារម្ភហើយបាទតាក់ទងទៅនឹងបោះតង់បាទយប់ប្រលប់ហើយបងប្អូនចង់បាទរកបាទគ្រឿងសមុទ្រស្រស់បងប្អូនអាចដាក់ឆ្នបាទដាក់ឆ្នបានបាទដាក់ឆ្នសម្រាប់ចាក់ពគាហើយដាក់មងមកបាទនៅខែនេះក៏ដូចជាថ្ងៃនេះគឺល្អមែនទែនបងប្អូនមកបើសិនជាបងប្អូនចង់បានគ្រឿងសមុទ្រស្រស់ចង់រកខ្លួនឯងបងប្អូនមកដាក់សម្ភារៈតាក់ទងទៅនឹងឧបករណ៍នេសាទមកដោយឆ្ននិងមងបងប្អូនបាទហើយមកឲ្យចំខែទឹកនេកបងប្អូនបាទទឹកស្រកបើសិនចំខែទឹកនេកយប់បងប្អូនអាចនឹងមានឱកាសបាទរកម្ហូបដែលខ្លួនឯងមិនបាច់ចាំទិញទេបងប្អូនបាទហើយបងប្អូនមកនេះ
សบายមែនទែនបាទគឺស្នាក់នៅនឹងហើយរកមហូបនៅក្បែរហ្នឹងតែម្ដងឆ្ងាយបងប្អូនបាទចម្ងាយគឺនៅជុំវិញបរិវេណកន្លែងដែលយើងបោះតង់ហ្នឹងបាទគឺទីស្នាក់ការតែម្ដងហើយយើងអាចទៅចាក់ជាមួយនឹងបងប្អូនប្រជានេសាទបាទនៅទីតាំងនេះផ្ទាល់តែម្ដងគឺពួកគាត់មានការចូលរួមបាទមកចាក់ក៏ដូចជាមករកគ្រឿងសមុទ្រនៅទីតាំងសហគមន៍នេះគឺច្រើនមែនទែនបាទបងប្អូនអត់ក្រោបខ្ញុំនិយាយថាអត់ក្រោបពី20នាក់ឡើងទេបាទតកតងទៅនឹងពេលខែទឹកនេកអញ្ចឹងបងប្អូនអាចមកស្នាក់នៅទីតាំងសហគមន៍នេសាទព្រៃត្នោតបានបាទខ្ញុំមក review ឲ្យបងប្អូនបានមើលហើយតកតងទៅនឹងបរិវេណជុំវិញនៃស្នាក់ការមួយនេះគឺស្អាតមែនទែនបងប្អូនបាទស្អាតប្រណិតតែម្ដងបាទយើងមើលទៅគឺខ្មៅរលើបរលោងតែម្ដងបងប្អូនបាទហើយខាងលើនោះបាទតកតងនឹងដំបូលលើនោះគឺគេមានដាក់តកតងទៅនឹងរែងដើមឫស្សីការពារដើម្បីកុំឲ្យក្តៅបងប្អូនបាទហើយទីតាំងនៅច្រើននៅទីតាំងច្រើនទៀតបងប្អូនបាទប៉ុន្តែខ្ញុំសូមបង្ហាញប៉ុណ្ណឹងសិនបាទចាំវីដេអូក្រោយគឺខ្ញុំនឹងធ្វើការបង្ហាញទីតាំងថ្មីៗជូនពុកម៉ែបងប្អូនអរគ្នាបន្តទៀតបងប្អូនបាទអរគុណសូមបងប្អូនជួយ follow page បងប្អូនអ្នកមួយផងបាទអរគុណច្រើន